ជំរាបសួរលោកគ្រូថ្ងៃនេះគឺខ្ញុំនិយាយតាក់ទងជាមួយនឹង topic របស់ពួកខ្ញុំគឺ final project សម្រាប់ network ឆ្នាំទី3ឆមាស2អញ្ចឹងនៅក្នុង group របស់ពួកខ្ញុំគឺមានសុកមេងស៊ីខឹមបញ្ញវន្តហើយនិងខ្ញុំសម្បត្តិអញ្ចឹងសម្រាប់ project របស់ខ្ញុំគឺfocus ទៅលើតែ3-4ថាសទេគឺតាក់ទងជាមួយនឹង public sector campus banking ហើយនិង core network អញ្ចឹងសម្រាប់អានេះគឺជា task មួយដែលពួកខ្ញុំត្រូវធ្វើរវាង public sector campus banking និង network អញ្ចឹងថាពួកយើងត្រូវធ្វើអីខ្លះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ដើម្បីទទួលបាន progress ទាំងអស់ហ្នឹងអញ្ចឹងខ្ញុំមកនិយាយពីចំណុចរបស់ខ្ញុំគឺ bank topology អញ្ចឹងសម្រាប់ការ design topology ហ្នឹងគឺយើង propose banking topology ដើម្បី design ឲ្យប្រកាសថាវាមានសុវត្ថិភាពហើយនឹងការរៀបចំទំនាក់ទំនងរវាង department មួយហ្នឹងគឺវាដំណើរការទៅដោយរលូនបានន័យថាការទំនាក់ទំនងរវាង user sale HR និង IT ហ្នឹងគឺយើងអាចគ្រប់គ្រងបានហើយនៅនឹងក៏យើងរួមបញ្ចូលជាមួយនឹង FortiGate DHCP server ហើយ Access VLAN ហើយអាចធ្វើត្រាំងថតតិចតួចអញ្ចឹងសម្រាប់ Enterprise Network Design របស់យើងគឺយើងផ្ដោតសំខាន់ទៅលើ security ហើយនិង redundancy ខ្ពស់គួរសមដែលយើងប្រើប្រាស់ FortiGate ទី1គឺយើងប្រើប្រាស់ FortiGate ដើម្បី check រកទិន្នន័យទាំងអស់ដែលវាឡើងទៅកាន់អ៊ីនធឺណិតមានដូចឧទាហរណ៍ថា user គឺឡើងអ៊ីនធឺណិតអញ្ចឹងគឺវាត្រូវឆ្លងកាត់FortiGate អញ្ចឹង FortiGate ជាអ្នក check IP ថាIP មួយណាដែលបានឆ្លងកាត់ទៅកាន់អ៊ីនធឺណិតហ្នឹងហើយសម្រាប់ R1 គឺយើងឲ្យវាជាអ្នកដឹកនាំឬក៏យើងនិយាយថាជា traffic ដែលជាអ្នកបញ្ជូននៅ inter VLAN routing ដែលភ្ជាប់ទៅកាន់ machine main នៃ DHCP server ហើយនឹង IT admin នេះគឺជារដ្ឋបាលហើយយើងប្រើប្រាស់ IUU 123ដើម្បីភ្ជាប់គ្នាហើយប្រើវាដើម្បីការពារនៅ high availability ហើយប្រសិនបើចង់ថាប្រសិនបើឧទាហរណ៍ណាបើសិនជាអ្នកខ្សែមួយនេះនៃ IU 3វាដាច់អញ្ចឹងគឺវាមិនមែនជាបញ្ហាទេព្រោះខ្សែរបស់យើងគិតថាវាអាចនឹងមានប្រសិទ្ធភាពខ្ពស់នៅក្នុងការនៅក្នុង topology របស់យើងអញ្ចឹងនៅហ្នឹងគឺយើងបែងចែក IP មួយដែរដែលយើងតំណាងឲ្យdepartment មួយគឺមានដូចជា user sale HR ហើយនិង IT គឺ VLAN 10គឺយើងប្រើសម្រាប់តែ user ទេហើយ VLAN 20គឺយើងប្រើសម្រាប់ sale ហើយសម្រាប់ VLAN 30គឺយើងប្រើសម្រាប់ HR និង VLAN 40គឺយើងប្រើសម្រាប់ IT អញ្ចឹងយើងនិយាយខ្លីៗទៅមួយនឹងដំណើរការរបស់វាគឺសង្ខេបអញ្ចឹងសម្រាប់ PC1 គឺវាដំណើរការគឺវាផ្ញើ DHCP discover ថាវាបញ្ជូន broadcast ហើយវារត់តាមរយៈ switch អញ្ចឹងវារត់តាមរយៈ switch នៅពេលដែលយើងបញ្ជូនសារមកវានឹងរត់តាមរយៈ switch នេះ and then វាចូលទៅកាន់ R3 ឬក៏ចូល R2 បើសិនបើខ្សែណាមួយដាច់តែបើក្នុងករណីថាអានេះវាអត់ដាច់ទេអញ្ចឹងវាបញ្ជូនពី R3 មកកាន់ R1 អញ្ចឹងសម្រាប់ PC ផ្សេងក៏ដូចគ្នាហើយសម្រាប់ R1 វិញគឺយើងធ្វើត្រាំងជាមួយនឹងអាហ្នឹងដូចជាយើងធ្វើហ្នឹងឲ្យធ្វើត្រាំងខៀងមួយនឹង R1 កន្លែងហ្នឹងគឺយើងធ្វើត្រាំងខៀងមួយនឹង R1 ដោយ DHCP របស់យើងហ្នឹងគឺអត់អាចឆ្លងកាត់ router មួយបានទេអត់អាចឆ្លងកាត់ router មួយបានទេបានន័យថាវាអត់អាចនៅពេលដែល send DHCP ទៅអញ្ចឹង router មួយរបស់យើងគឺវានឹង block ចោលអញ្ចឹងគឺយើងត្រូវកំណត់មុខងារ DHCP នៅលើ R1 គឺជា relay gain
បាទដូចជាអ្នកផ្ញើសារ relay ដូចជាអ្នកផ្ញើសារ DHCP អ្នកទទួលហើយអានោះគឺយើងប្រើ IP IP address ដើម្បីបំលែងសារហ្នឹងទៅជា unicast បំលែងសារ DHCP ហ្នឹង IP DHCP ហ្នឹងគឺទៅជា unicast ដើម្បីបញ្ជូនទៅកាន់ R2 នេះដោយជោគជ័យអញ្ចឹង R2 គឺផ្ញើ IP address មកកាន់ PC មួយវិញតាមផ្លូវដដែលអញ្ចឹងនៅពេលដែលបញ្ជូនបាច់អញ្ចឹងវានឹងបញ្ជូនពេលណាវាបញ្ជូនឆ្លងកាត់តាមហ្នឹងអញ្ចឹងនៅពេលដែលវាទទួលបានវានឹងបញ្ជូនមកវិញសារទាំងហ្នឹងវាបានទទួលហើយយ៉ាអញ្ចឹងយើងនិយាយបន្ទាប់គឺតកតងមួយនឹង VLAN ម្ដងអញ្ចឹងបើសិនបើ PC មួយណាបើសិនបើ PC មួយវាចង់ផ្ញើទៅកាន់ PC 2គឺឆ្លងកាត់ VLAN 20អញ្ចឹងទិន្នន័យហ្នឹងនឹងរត់ឡើងទៅកាន់ router មួយនឹងឆ្លងកាត់ router មួយហើយ router មួយនឹងបញ្ជូន subnet ហ្នឹងទៅកាន់ VLAN 10ទៅកាន់ VLAN 10រួចបដូរទៅសម្រុកមកកាន់ sub interface របស់ VLAN 20វិញតែ VLAN 20គឺយើងអាសាយនៅលើនេះ switch អញ្ចឹងវានឹងរត់មកនឹងវិញហើយបញ្ជូនមកកាន់ PC2 ហើយចលនាទាំងអស់ហ្នឹងឬក៏ថា flow របស់វាទាំងអស់ហ្នឹងអាហ្នឹងគឺយើងហៅថា router on the street អូខេអញ្ចឹងការកំណត់រចនាសម្ព័ន្ធឬក៏យើងនិយាយថា configuration គឺ VLAN និយាយ VLAN សម្រាប់ VLAN 1 VLAN 3និង VLAN 4ហ្នឹងអាហ្នឹងគឺយើងធ្វើត្រាំង port ដែលភ្ជាប់ទៅកាន់ port មួយអញ្ចឹងយើងនិយាយខ្លីទៅមួយនឹង FortiGate ម្ដងទៀតសម្រាប់ FortiGate ហ្នឹងគឺនៅហ្នឹងយើងបែងចែកទៅមួយនឹង static route ហើយនឹង NAT policy ដែរគឺត្រូវបង្កើតផ្លូវទៅក្នុង LAN ហើយរុញ IP ទៅកាន់ R1 អញ្ចឹងឧទាហរណ៍ថាទិសដៅរបស់ IP 172.0.10/20 ឬក៏ /30 អីចឹងទៅអញ្ចឹងវានឹងរុញតាមរយៈ gateway ហើយ NAT policy គឺត្រូវបើ network address ហើយវា translate ហ្នឹងថា NAT network NAT ហ្នឹងគឺជា network address translate ពី VLAN ទៅកាន់ WAN ដើម្បីឲ្យកុំព្យូទ័ររបស់យើងហ្នឹងគឺអាចប្រើប្រាស់អ៊ីនធឺណិតបានន័យថាយើងប្រើប្រាស់ NAT ដើម្បីឲ្យ PC មួយរបស់ user server HR និង IT ហ្នឹងគឺដើម្បីទៅកាន់បានថាគឺដើម្បីឲ្យ PC ទាំងអស់ហ្នឹងអាចឡើងទៅអ៊ីនធឺណិតប្រើប្រាស់បានដូចជា Google Facebook YouTube ឬក៏ឡាក់ហ្នឹងអញ្ចឹងបើសិនបើយើងចង់ script អាណាមួយអាហ្នឹងបើថាបើសិនជាយើងចង់បិទយើងចង់បិទ PC ណាមួយដែលអាច access ឡើងទៅអ៊ីនធឺណិតបានអាហ្នឹង IT admin ហ្នឹងអាហ្នឹងគេជាអ្នករៀបចំអញ្ចឹងត្រឡប់មកវិញសម្រាប់ banking network topology របស់យើងហ្នឹងគឺយើងនិយាយត្រួសតទៅមួយនឹង VLAN DHCP ហើយ inter VLAN ហើយនឹងការឡើងទៅអ៊ីនធឺណិតតិចតួចអញ្ចឹងយើងនិយាយពី IP address អានេះគឺជា IP ដែលយើង assign ទៅលើ switch ហើយនឹងខ្សែរបស់ router ដែលភ្ជាប់ទៅកាន់ FortiGate ហើយនឹង router មួយទៅកាន់ IP admin អានេះគឺជា IP របស់យើងដែលបាន assign ឡើងដោយនៅហ្នឹងគឺយើងបានបែងចែក IP ដូចគ្នារបស់ user របស់យើងអញ្ចឹងសម្រាប់ VLAN របស់ខ្ញុំ PC របស់ខ្ញុំគឺតំណាងឲ្យ172.10.5.0 រហូតទៅដល់sorry កន្លែងនេះគឺត្រូវចុច 8 កន្លែងនេះទៅចុច 8ហើយសម្រាប់ network ផ្សេងមានដូចជាpublic sector compose ឬក៏ core network កន្លែងហ្នឹងគឺ IP របស់យើងគឺផ្សេងគ្នាគឺអត់ដូចគ្នាទេគឺយើងបានបែងចែក IP កន្លែងពីគ្នាប៉ុន្តែ IP ទាំងអស់ហ្នឹងគឺមានទំនាក់ទំនងមួយគ្នាអញ្ចឹងយើងចូលមកបន្ទាប់គឺចង់និយាយអំពី PC ដែលយើង connect ទៅកាន់ switch
អញ្ចឹង PC មួយរបស់យើងគឺភ្ជាប់ទៅកាន់ switch តាមរយៈ port R0 ហើយ switch ភ្ជាប់ទៅកាន់ PC មួយតាមរយៈ R3/2 ហើយសម្រាប់ configuration របស់ switch 3 និង switch 4 គឺដូចគ្នាគ្រាន់តែអត់បានបង្ហាញនៅក្នុង slide presentation ហ្នឹងទេអញ្ចឹងអានេះគឺជាទិន្នន័យដែលយើង config ទៅជោគជ័យដោយ port R3/2 និង R3/3 ហ្នឹងគឺវា active សម្រាប់ VLAN 10របស់យើងនឹងឯងទៅកាន់ PC មួយរបស់យើងអានេះគឺជា result ហើយនេះគឺជា result ដូចគ្នាដែល VLAN 20 active port R3/3 R3/3 និង R3/2 នេះជា result អញ្ចឹងសម្រាប់ការ configuration របស់ switch 3 switch 4 គឺដូចគ្នាហើយតែអីដែលយើងទទួលបានគឺដូចគ្នាគឺ VLAN 30គឺវា active ជាមួយនឹង port របស់យើងហើយ VLAN 40ក៏វា active ជាមួយនឹង port របស់យើងដែរប៉ុន្តែយើងអត់បានបង្ហាញនៅក្នុង slide presentation ហ្នឹងទេដោយសារតែវាច្រើនពេកចឹងសម្រាប់ IOU 1 2និង3គឺយើងធ្វើត្រាំង port យើងធ្វើត្រាំង port អាហ្នឹងដូចខ្ញុំនិយាយនៅក្នុង slide ខាងដើមមិញអញ្ចឹងគឺយើងធ្វើត្រាំង port តទៅមួយនឹងត្រាំង port ការធ្វើត្រាំង king ហ្នឹងគឺវាធ្វើឲ្យវាអាច carrier បើណាវាអាចទទួល VLAN បានច្រើននេះ single link carrier traffic multiple VLAN បានន័យថាគឺវាអាច carrier traffic បាននៅ VLAN ច្រើនហើយ network របស់យើងគឺ design សម្រាប់more efficient គឺថាឲ្យវាមានប្រសិទ្ធភាពខ្ពស់ហើយសម្រាប់ traffic ហ្នឹងគឺយើងអត់មានធ្វើច្រើនទេទី1គឺយើងកុំឲ្យយើងបែងចែក IP ច្រើនអញ្ចឹងគឺយើងធ្វើtracking នឹងឯងហើយណាមួយគឺវាអាចឲ្យយើងធ្វើ traffic សម្រាប់ VLAN ច្រើនផងមិនថា multiple VLAN អញ្ចឹងអានេះគឺជា result របស់យើងសម្រាប់ IOU 3ដែល IOU 3របស់យើងហ្នឹងគឺយើងបង្ហាញអំពី port 1/1 គឺ connect ទៅ VLAN 10 1/1 គឺភ្ជាប់ទៅកាន់ VLAN 10ហើយ port 1/2 គឺយើង connect VLAN ទៅកាន់ VLAN 20 1/2 ទៅហើយបន្តមកទៀតសម្រាប់ port 1/4 F1/4 F1/3 ហ្នឹងគឺយើងធ្វើ trunking ដែលវា carrier network ទាំងអស់គឺមាន network 10 20 30 40អញ្ចឹងសម្រាប់ IOU 2 result គឺដូចគ្នាគឺយើងទទួលបាន result ល្អគឺត្រឹមត្រូវអញ្ចឹងបន្តមកទៀតយើងនិយាយឲ្យខ្លីតើតើមួយនឹង IOU 1 គឺយើងធ្វើត្រាំង port ដែលការធ្វើត្រាំង port ហ្នឹងគឺយើងឲ្យ F1/1 គឺ connect ទៅ IOU 3ហើយ F1/2 គឺ connect ទៅកាន់ IOU 2សម្រាប់ F1/3 គឺវា connect ទៅកាន់ router 1ដែលការធ្វើ trunking ទាំងអស់ហ្នឹងគឺដូចយើងនិយាយខាងដើមហ្នឹងគឺវា carrier ទៅកាន់ network ទាំងអស់អញ្ចឹង network ដែលយើងភ្ជាប់ប្រមាណអញ្ចឹងវាគឺវាស្គាល់ទាំងអស់អញ្ចឹង carrier network ទាំងអស់ហ្នឹងគឺវាមានដូចជា10 20 30និង VLAN 40ដែលវាអាចឲ្យ VLAN ទាំងអស់ហ្នឹងអាចឆ្លងកាត់network របស់យើងបានដែល IOU របស់យើងនេះវាជាអ្នកធ្វើ VLAN traffic ទៅកាន់ចេញពី IOU 3និង IOU 2ហើយវា forward ទៅកាន់ router 1អញ្ចឹងព័ត៌មានទាំងអស់គឺវាត្រូវឆ្លងកាត់ IOU 1បន្ទាប់មកទៀតវា forward ទៅកាន់ OM 1ដើម្បីមើលពីព័ត៌មានហ្នឹងហើយចុងក្រោយនៃ IOU 1របស់យើងគឺការធ្វើ transfer ទាំងអស់ហ្នឹងគឺធ្វើបានជោគជ័យហើយដូចនិយាយចឹងគឺវា carrier network ទាំងអស់10ដល់ VLAN 40
ចឹងយើងរត់មកដល់ R1 របស់យើងហើយគឺគឺ responsibility របស់វាគឺយើងធ្វើ interface routing ហើយខ្ញុំក៏គ្រាន់តែនិយាយត្រួសដែរនៅក្នុង router មួយដោយសារតែយើងបាននិយាយពីដំបូងហើយនៅក្នុង router មួយហ្នឹងបើសិនជាយើងធ្វើ DHCP ភ្លាមៗគឺវាអត់ដែរទេអញ្ចឹងយើងត្រូវកំណត់ថា router មួយហ្នឹងវាគឺជា DHCP again ទើបវាអាចបំលែងព័ត៌មានឬក៏អាចបំលែង IP packet ហ្នឹងទៅជា unit cache ហើយវា forward ទៅកាន់ R2 ឲ្យវាប្រហែលទៅជានឹងឲ្យដើម្បីអាចធ្វើ DHCP បានហើយវាអាច connect ទៅកាន់ FortiGate បន្ទាប់មកគឺroute traffic រវាង VLAN ច្រើនហើយផ្ដល់ឲ្យយើងនៅថាអាចឲ្យយើងនិយាយទៅព័ត៌មានទាំងអស់គឺត្រូវឆ្លងកាត់ router មួយអញ្ចឹង router មួយគឺជាអ្នកផ្ដល់នៅ default gateway សម្រាប់ VLAN ទាំងអស់បើគ្មាន router មួយគឺដំណើរការទាំងអស់ហ្នឹងគឺបរាជ័យអញ្ចឹងបើសិនក្នុងករណីថា VLAN របស់យើងហើយ R1 របស់យើង error អញ្ចឹងព័ត៌មានទាំងអស់គឺត្រូវគាំងអញ្ចឹង R1 វាជា core ដ៏សំខាន់របស់ bank topology របស់យើងអញ្ចឹងនៅហ្នឹងក៏យើងនិយាយដែរអំពី DHCP relay របស់យើងគឺយើងប្រើប្រាស់ IP hyper address គឺយើងកំណត់តែម្ដងគឺ IP ហ្នឹងគឺ 10.1.3 និង .2 សម្រាប់ forward DHCP ហើយវា request client អញ្ចឹងwe send request DHCP server ទៅកាន់ R2 ហើយ allow គ្រប់ VLAN ទាំងអស់ដើម្បី receive IP ហើយនៅហ្នឹងក៏យើងបាន assign ដែរតើតើមួយនឹង default route configuration គឺ 0.0.0.10.1.2.1 ដើម្បី send ថាឲ្យវាដឹងណាតែថា send ទៅវាដឹងអំពីផ្លូវដែល FortiGate ហ្នឹងត្រូវ no អានេះថា send and no traffic ទៅ FortiGate អញ្ចឹងវានឹង send ព័ត៌មានទាំងអស់ហ្នឹងទៅកាន់ FortiGate ហើយវាអាចឆ្លងកាត់អ៊ីនធឺណិតបានអញ្ចឹងសម្រាប់ R1 គឺវាទទួលព័ត៌មានពី VLAN traffic ហើយ perform routing ហើយនឹង forward packet ទៅកាន់ destination ណាមួយរបស់ network អញ្ចឹងបន្ទាប់មកទៀតគឺយើងនឹងដឹងអំពីការធ្វើ DHCP server របស់ R2 អញ្ចឹងខាងស្ដាំគឺជាខាងឆ្វេង right ខាងឆ្វេងគឺជាព័ត៌មានដែលយើង config បានគឺយើងនិយាយអំពី IP ហើយនឹង gateway IP និង gateway ដែលយើងធ្វើ DHCP pool អញ្ចឹង R1 របស់យើងគឺយើង config ទៅកាន់ DHCP server ហើយ R2 របស់យើងហ្នឹងវាធ្វើឲ្យ automatic call assign IP address ផ្ដល់ឲ្យយើងនៅ subnet mask information បាទថាព័ត៌មានរបស់ subnet mask ហើយផ្ដល់ឲ្យយើងនៅព័ត៌មាន gateway ហើយផ្ដល់ឲ្យយើងនៅ DNS server គឺយើងអាច access ឡើងទៅ internet បានហើយវាធ្វើឲ្យ redundant IP configuration បានន័យថាបើសិននៅក្នុងករណីថាមានខ្សែណាមួយដែលវាដំណើរការអត់ស្រួលអញ្ចឹងគឺវានឹង redundant អញ្ចឹងវា safety នេះគឺជា result របស់ R1 ដែលយើងសូរអំពីប៉ុន្តែហ្នឹងហើយអានេះគឺជា result ហើយអានេះគឺជា R2 ដែលយើងping ទៅកាន់ R1 គឺ success បានន័យថាវាអាចឆ្លងកាត់គ្នាបានវាអាចបញ្ជូនព័ត៌មានឲ្យគ្នាបានហើយផ្នែកបន្ទាប់គឺ PC របស់យើងគឺជោគជ័យនៅក្នុងការធ្វើនៅក្នុងការ ping IP DHCP ទៅកាន់ router 2គឺគ្រប់ IP ទាំងអស់គឺទទួលបានជោគជ័យនៅក្នុងការធ្វើ DHCP អញ្ចឹងយើងមកនិយាយវិញថា R3 ហ្នឹងវាដូចជា admin មួយជាអ្នកគ្រប់គ្រងផ្នែកមួយយ៉ាងធំដែរនៅក្នុង banking របស់យើងដែលវា connect ទៅកាន់ IT
administration network ហើយផ្ដល់ឲ្យយើងនៅការ access សម្រាប់ network ការគ្រប់គ្រងទាំងអស់ហ្នឹងហើយវាធ្វើ troubleshoot network device communication ជាមួយនឹង R1 order network segment ហើយវាអាច send or no traffic R1 បានន័យថាវាអាច send ផ្លូវដែលវាអត់ស្គាល់ហ្នឹងទៅកាន់ R1 អញ្ចឹងបានន័យថានៅពេលណាដែលព័ត៌មានទាំងអស់ដែលវាឆ្លងកាត់នៅពេលដែលបញ្ជូនទៅឆ្លងកាត់ R1 អញ្ចឹង R3 របស់យើងគឺដឹងថា PC ហ្នឹងធ្វើ DHCP HR អញ្ចឹងទៅធ្វើ DHCP ឬក៏ computer មួយនោះធ្វើ DHCP អញ្ចឹងវាសូ IP ឲ្យ router របស់យើងដឹងដែរអញ្ចឹង R3 របស់យើងគឺជា reach all the VLAN and the internet អញ្ចឹងឧទាហរណ៍ថា IP បើថាឥឡូវនិយាយថា PC របស់ user គឺ ping ឡើងទៅ internet អញ្ចឹងវាឆ្លងកាត់ដល់ router មួយអញ្ចឹងR3 របស់យើងដឹងអញ្ចឹងនៅពេលដែលវាឡើង internet R3 របស់យើងគឺជាអ្នក control ផ្លូវនឹងដែរអញ្ចឹងក៏វាស្គាល់ដែរបើថាផ្លូវនេះវាមិនមែនអ្នកគ្រប់គ្រងទេមិនជាអ្នកផ្ទុកទេតែវាដឹងថា flow របស់ IP ហ្នឹងរត់តាណាគឺវាដឹងបន្ទាប់ពីយើងបញ្ជូនទៅអញ្ចឹងវាស្គាល់អញ្ចឹងតើន័យទាំងអស់ក៏ IT admin គឺជាអ្នកគ្រប់គ្រងដែរអានេះគឺ router 3របស់យើងគឺ ping ទៅកាន់ router 1បានន័យថាយើងអាច access ទៅកាន់គ្នាបានអាចគ្រប់គ្រងទៅកាន់ router ទាំងបានអានេះគឺជាការ forward management traffic ទៅកាន់ R1 ហើយអានឹង router របស់យើងគឺ appropriate destination អញ្ចឹង port 1.7របស់យើងគឺយើងដឹងបានពី port គឺ port ភ្ជាប់ឡើងទៅ internet គឺ 1.2 ច្រឡំ 1.1 គឺភ្ជាប់ទៅកាន់ R1 របស់យើងហ្នឹងហើយ 1.2 ហ្នឹងគឺភ្ជាប់ទៅកាន់ 1.2 ភ្ជាប់ទៅកាន់ R3 របស់យើងហ្នឹងឯងហើយអញ្ចឹងចូលម្ដងមួយទៀតគឺយើងនិយាយពី FortiGate អញ្ចឹងសម្រាប់ FortiGate សម្រាប់អាហ្នឹងដូចជាខ្ញុំនិយាយខាងដើមហើយយើងអត់ធ្វើច្រើនទេយើងធ្វើតែ NAT ឆែនឹងឡើងដើម្បីឲ្យវាឡើងអ៊ីនធឺណិតដើម្បីឲ្យ PC របស់យើងអាចឡើងអ៊ីនធឺណិតបានហើយណាមួយគឺវាអាចគ្រប់គ្រងនៅការប្រើប្រាស់traffic ដោយនឹងឲ្យយើងអាចគ្រប់គ្រងទិន្នន័យទាំងអស់ហើយប្រើប្រាស់នៅការ firewall policy នៅពេលដែល PC ណាមួយដែលចង់ឆ្លងកាត់ cloud អញ្ចឹងFortiGate របស់យើងគឺដឹងទាំងអស់ថា IP ហ្នឹងគឺចង់ឡើងទៅ cloud ដែរអញ្ចឹងតែឡើងទៅ cloud ឡើងទៅអីហ្នឹងហើយprotect the network router របស់យើងគឺ traffic រវាង VLAN ហើយនិង WAN អានោះដូចខ្ញុំនិយាយតាំងពី slide ទី1របស់ banking ហើយសម្រាប់ port 1របស់យើងគឺ connect ទៅកាន់ cloud port 2គឺយើងជួបទៅកាន់ R1 ហើយសម្រាប់ FortiGate គឺវាធ្វើ internal VLAN របស់ network ហើយវា forward traffic ទៅកាន់ R1 កន្លែងនេះគឺចង់និយាយថារាល់ PC ទាំងអស់ដែលaccess ឡើងទៅកាន់ internet អញ្ចឹងវានឹង forward ផ្លូវហ្នឹងតាមរយៈ R1 ហ្នឹងឯងតាមរយៈ R1 ហ្នឹងឯងអញ្ចឹងព័ត៌មានទាំងអស់គឺវាជាអ្នកគ្រប់គ្រងដែរសម្រាប់ការឡើង internet យើងត្រឡប់មកវិញនៅពេលដែលយើងធ្វើ policy របស់ firewall policy គឺ allow internal user បានន័យថាគ្រប់ user ទាំងអស់គឺយើងអាច access ទៅកាន់ internet បានហើយ enable NAT សម្រាប់ផ្ដល់នៅ IP address តែវាជាអ្នកហ្នឹងហើយវាជាអ្នកផ្ដល់ព័ត៌មានទៅកាន់ IT admin អញ្ចឹង traffic flow របស់យើងថា PC របស់យើងហ្នឹង send packet អញ្ចឹង R1 របស់យើងហ្នឹងគឺជាអ្នក route packet ហ្នឹងទៅកាន់ FortiGate គឺ apply
firewall policy ហ្នឹងទៅកាន់ NAT ដើម្បីឲ្យវា translate ទៅជា private IP ហើយ packet ទាំងអស់ហ្នឹងគឺ forward ទៅកាន់ internet អញ្ចឹងអីដែលយើងទទួលបានគឺវាអាច access ឡើងទៅកាន់ internet បានដែលយើងអាចភ្ជាប់ទៅកាន់ google.com ChatGPT Facebook TikTok ឡាហ្នឹងឡាអាហ្នឹងគឺ PC មួយគឺ ping ទៅកាន់ internet តាមរយៈ FortiGate អានេះគឺជា result របស់យើងដែល PC មួយដល់ជា PC 3និង PC 2គឺ ping ឡើងទៅកាន់ internet ដូចគ្នាហើយសម្រាប់ PC 4ដូចគ្នាដែរនេះគឺជាអីដែលយើងទទួលបាននៃ result នៃការធ្វើ banking របស់យើងទាំងមូលអញ្ចឹងយើងចូលមកចំណុចមួយទៀតយើងនិយាយអំពី public sector អញ្ចឹងនៅក្នុង public sector ហ្នឹងអាហ្នឹងគឺយើងបានបែងចែក VLAN ដូចខ្ញុំនិយាយខាងដើមកន្លែង banking អញ្ចឹងគឺយើងបែងចែក VLAN នៃ task មួយផ្សេងគ្នាតាំងពី public sector core network banking អាហ្នឹងគឺយើងបែងចែកផ្សេងគ្នាហើយដែលសម្រាប់ VLAN ដែលយើងប្រើគឺ254 house សម្រាប់ VLAN មួយអញ្ចឹងបានថាមក VLAN គឺយើងអាចប្រើបាន250កុំព្យូទ័រអញ្ចឹងនៅក្នុង task នេះគឺយើងនិយាយសង្ខេបដែរតទៅមួយនឹង IP address subnet ហើយ internet channel channel VLAN configuration inter VLAN routing និង FortiGate អញ្ចឹងយើងមកមើលtopology ហ្នឹងនៅក្នុង topology ហ្នឹងសម្រាប់ IOU 1 2 3 12 11 IOU 10និង IOU 9សម្រាប់ IOU ទាំងអស់ហ្នឹងគឺយើងធ្វើត្រាំង port អញ្ចឹងនៅហ្នឹងយើងធ្វើត្រាំង port រវាង port ឥឡូវខ្ញុំនិយាយតែមក IOU ទេដូចថា IOU 210 IOU 12ហ្នឹងគឺវាធ្វើត្រាំង port រវាង 0/1 រវាង 0/3 និង 0/ no 0/0 ហ្នឹងអាហ្នឹងគឺយើងអានេះធ្វើ VLAN ទេប៉ុន្តែ port 2នេះគឺយើងធ្វើត្រាំង port អញ្ចឹងសម្រាប់ result ដែលយើងបង្ហាញគឺយើងបង្ហាញសម្រាប់ IOU 11 និង IOU 11គឺយើងធ្វើ access VLAN គឺយើងធ្វើ VLAN របស់យើងគឺ 0/0 អញ្ចឹងport 0/0 របស់យើងគឺ active មួយនឹង VLAN 10 No I don't know តើមកចានេះអញ្ចឹងសម្រាប់ត្រាំង port គឺយើងមាន port 3ខ្សែគឺ0/3 0/2 និង 1/0 អញ្ចឹង port ទាំងអស់ហ្នឹងគឺយើងបានធ្វើត្រាំង port ដោយជោគជ័យបើតាម result របស់យើងដែលទទួលបានហើយដូចខ្ញុំនិយាយអញ្ចឹងថាតទៅមួយនឹងត្រាំង port ហ្នឹងគឺយើងធ្វើវាដើម្បី carrier គេថាយើងមិនបាច់អាសាយ IP ច្រើនទេប៉ុន្តែវាអាច carrier បាន VLAN ច្រើនអញ្ចឹងនៅហ្នឹងគឺវា carrier នេះបាន VLAN 10 20 30 40ហ្នឹងគឺវា carrier បានទាំងហើយអានេះគឺយើងសូ VLAN 10អញ្ចឹង VLAN 10 VLAN VLAN 10 IOU 10 sorry IOU 10គឺport 0/1 0/1 របស់យើងនេះគឺ active គឺជា port ដែល connect ដែល access VLAN តែយើងធ្វើ access VLAN access port ហើយសម្រាប់ 0/0 0/0 0/2 នេះ 0/2 ជាមួយនឹង 1/0 គឺយើងធ្វើ ត្រាំង port អញ្ចឹង result គឺជោគជ័យគឺវា config ដែរសម្រាប់ IOU 9ក៏ដូចគ្នាគឺយើងធ្វើដូចគ្នាអញ្ចឹងបានន័យថា port ដែលភ្ជាប់ទៅកាន់ PC គ្រប់ port ទាំងអស់ដែលភ្ជាប់ទៅកាន់ PC គឺយើងធ្វើ VLAN access VLAN តែ port ដែលមិនភ្ជាប់ទៅកាន់ PC ទេប៉ុន្តែវាភ្ជាប់ទៅកាន់ IOU
នៃ IOU ឬក៏ IOU នៃ IOU switch អញ្ចឹងអាហ្នឹងគឺវាធ្វើ trunking អានេះគឺ IOU 12គឺដូចគ្នាគឺយើង carry បានទាំងអស់ហ្នឹងនៃ VLAN របស់យើងអញ្ចឹងអាហ្នឹងគឺយើងធ្វើ STP configuration អញ្ចឹងយើងធ្វើ STP configuration ហើយនេះគឺជា result ដែលយើងទទួលបាន IU 13នេះគឺយើងសូននៅលើ IU 13យើងសូននៅក្នុង IU 13គឺport E0/0 E0/1 E0/1 E0/2 អាហ្នឹងគឺយើងគឺជា port spanning tree ប៉ុន្តែសម្រាប់ port E1/0 យ៉ាងនេះអត់បង្ហាញទេហ្នឹងហើយអញ្ចឹង port ដែលយើងធ្វើ spanning tree គឺមាន3 port ហ្នឹងគឺមាន E0/2 E0/1 និង E0/0នេះគឺយើង verify spanning tree on the IU 13 VLAN 20 VLAN 10អានេះ show spanning tree VLAN 20គឺយើងសូវឃើញដែរនៅក្នុង port ដែរដូចគ្នាអញ្ចឹងគឺ international configuration on the IU 14អញ្ចឹង IU 14គឺយើងធ្វើ config international អញ្ចឹង international port របស់យើងនេះគឺ E0/1 where នេះ E0/1 យើងគឺធ្វើ international E0/1 និង E0/3 នឹងគឺយើងធ្វើ international ដូចគ្នាអញ្ចឹងគេថា configuration នៃ port របស់យើងហ្នឹងគឺជោគជ័យហើយអានេះនេះ port E0/3 នេះE0/3 និង E1/0 នេះអានេះគឺជាយើងធ្វើ internationalអញ្ចឹងយើងចូលមកចំណុចមួយទៀតតទៅមួយនឹង FortiGate នៅលើ CLI អញ្ចឹងនៅនឹងយើងបានបែងចែកយើងនិយាយចឹងថាតទៅមួយនឹង FortiGate វាគឺជាអ្នកគ្រប់គ្រងទៅលើ IP ឬក៏ packet ដែលបញ្ជូនចេញពី PC ឬក៏ចេញពី user ណាមួយអ្នកប្រើប្រាស់ណាមួយចង់ access ទៅកាន់ internet អញ្ចឹងវាជាអ្នកគ្រប់គ្រងហើយនៅហ្នឹងក៏យើង config ទៅលើតទៅមួយនឹង SSH ដែរ SSH ហើយហ្នឹងយើងកំណត់ទៅលើប្រភេទ VLAN ទាំងអស់ហ្នឹងដែលយើងអាចឲ្យវាអាច access ឡើងទៅលើ internet បានអញ្ចឹងយើងនិយាយពី port 1វិញ port 1គឺវាយើងកំណត់ IP ភ្ជាប់ទៅកាន់ cloud ដើម្បីឲ្យវាដឹងថា cloud ហ្នឹងគឺដើម្បីបញ្ជូនព័ត៌មានដែលយើង research ហ្នឹងពី internet ហ្នឹងចូលតាមរយៈ port មួយហ្នឹងមកកាន់ FortiGate ហើយ FortiGate ហ្នឹងវានឹងប្រាប់ថា port ណាជាអ្នកបញ្ជាក្នុងការទាញយកទិន្នន័យពី internet ហ្នឹងហើយបញ្ជូនទៅកាន់ user ហ្នឹងអញ្ចឹងណាអញ្ចឹងសម្រាប់ port ទី2អញ្ចឹង port ទី2ហ្នឹងគឺជា port ដែលភ្ជាប់ទៅកាន់port ទី2គឺភ្ជាប់ទៅកាន់ ភ្ជាប់ទៅកាន់ router sorry ភ្ជាប់ទៅកាន់ router ហើយ router ដូចខ្ញុំនិយាយចឹង router វាគឺវាមានតួនាទីនៅក្នុងការបំលែង IP ហ្នឹង
ទៅជា unicache ហើយ forward ព័ត៌មានហ្នឹងអាចចេញទៅតាមរយៈ FortiGate ហើយ FortiGate ហ្នឹងបញ្ចេញទៅ cloud អញ្ចឹងនៅពេលព័ត៌មានបានពី cloud អញ្ចឹងព័ត៌មានទាំងអស់ហ្នឹងគឺវាប្រែទៅជា IP packet វិញហើយបញ្ជូនទៅកាន់ PC ណាមួយដែលចង់បានព័ត៌មានឬក៏ទិន្នន័យចេញពីអ៊ីនធឺណិតហ្នឹងអញ្ចឹងនៅហ្នឹងគឺយើងមាន VLAN 10 20 30 និង 40 គឺជា VLAN ដែលអាច access ទៅបានតែនៅហ្នឹងក៏យើងមានបែងចែកដែរថា PC ណាមួយឬក៏ IP ណាមួយដែលមានសិទ្ធិអនុញ្ញាតក្នុងការ research ហើយ PC ណាមួយដែលយើងប្លុកមិនឲ្យឡើងទៅលើអ៊ីនធឺណិតបានអានេះគឺជាការ config policy FortiGate on the CLI ហើយគឺវាអាច change ពេលដែល connect ទៅកាន់ core អានេះយើងតទៅមួយនឹង execute រវាង VLAN របស់យើងដែលយើងបាន assign VLAN 10 20 30និង 40ហ្នឹងគឺឃើញថាគឺវាដំណើរការគឺវាអាច access ឡើងអ៊ីនធឺណិតបានរវាង VLAN ទាំង4ហ្នឹងទាំង VLAN 10 VLAN 20 30និង 40អានេះគឺជាការធ្វើ routing នៅលើ FortiGate អានេះគឺជា IP ដែលយើងធ្វើ routing រវាងport ដែលថាយើងធ្វើ routing រវាងថាយើងធ្វើ routing ពី port 2ដែលភ្ជាប់ទៅកាន់ router 1ហ្នឹងឯងអានេះគឺជា IP ដែលយើងទទួលបានគឺយើងធ្វើបានជោគជ័យដំណើរការហើយនេះជា reason ដែលយើង ping PC ទៅកាន់ FortiGate អញ្ចឹង PC ទាំង4ហ្នឹងគឺវាដំណើរការបានអាចឆ្លងកាត់ FortiGate អានេះគឺជា connectivity on the local area គឺយើងធ្វើនៅក្នុងតែនៅក្នុង local ទេគឺ PC 1 is safe អញ្ចឹង PC 1ទៅ PC 2គឺ ping ដើរ PC 1ទៅ3 PC 1ទៅ4គឺវាស្គាល់គ្នាអញ្ចឹងបានន័យថាគឺវាអាចធ្វើការនៅក្នុង local នៃ network នឹងបានឧទាហរណ៍ថានៅក្នុង PC 1មានមេអ្នកកាន់ PC 1យ៉ាងតែមេអ្នកកាន់ PC 1គឺអាច access ទៅកាន់local នៃ network របស់យើងបានទាំង VLAN 20 VLAN 30និង VLAN 40អញ្ចឹងគឺយើងអាច access ចូលបានដូចជាអ្នកគ្រប់គ្រងអញ្ចឹងតែប៉ុន្តែក៏មាន IP មួយចំនួនទៅបាន block ដែរគឺឲ្យ access ចូលប្រដែរហើយមួយទៀតគឺវាអាចintegrate to the core access គឺវាអាច access ទៅកាន់ internet ហើយអាច config FortiGate នៅលើ GUI បានអញ្ចឹងយើងចូលមកដល់ចំណុចមួយទៀតតើតើមួយនឹង core របស់ network អញ្ចឹងដោយ core របស់ network ដំបូងគឺវាមានទម្រង់ចេះបន្ទាប់មកទៀតយើងបាន modify វាទៅជាទម្រង់បែបនេះវិញដែលងាយស្រួលយល់ហើយងាយស្រួលក្នុងការធ្វើ configuration នេះគ្រាន់តែជាការ assign IP address ទៅលើ core របស់ network ទេហើយនៅលើ R2 ក៏យើងបាន assign ទៅលើ IP មួយចំនួនដែល IP ដែលយើងបាន assign ហ្នឹងគឺវាដំណើរការគឺ up បានន័យថាអ្វីដែលយើង config នៅលើ port 1/1 ហើយនឹង 1/2 1/3 នេះport ហ្នឹងគឺវាដំណើរការហើយសម្រាប់ R3 R4 ក៏ដូចគ្នាដែរ port ទាំងអស់ហ្នឹងគឺវា work អញ្ចឹងយើងនិយាយមកវិញតើតើមួយនឹង banking និយាយពី topology banking បន្តិចsorry
សារតែបរមទៅវាដាច់ screen record អញ្ចឹងទៅអត់អាច break បានអញ្ចឹងយើងនិយាយខ្លីនៅនោះគឺយើងបានបែងចែក IP ដូចជា config OSPF BGP eBGP ហើយនឹងយើង access ឡើងទៅអ៊ីនធឺណិតអញ្ចឹងសម្រាប់ជ្រុងកន្លែងនេះគឺយើងធ្វើ BGP eBGP រវាង AS 6502 6503 6504ហើយនៅ AS ខាងនេះ6500គឺយើងធ្វើ OSPF នៅក្នុង area 0ហើយ OF1 គឺយើង connect port ទៅកាន់ FortiGate ហើយ FortiGate connect ទៅកាន់ cloud អញ្ចឹងសម្រាប់ FortiGate វាអត់ខុសគ្នាទេវាជាអ្នកបើកផ្លូវនៅក្នុងការឲ្យ IP access ទៅកាន់អ៊ីនធឺណិតហើយវាក៏ជាអ្នកផ្ដាច់ IP វាជាអ្នកផ្ដាច់ IP ណាមួយប្រសិនបើអត់មានការអនុញ្ញាតឲ្យឡើងទៅអ៊ីនធឺណិតដែរហ្នឹងគឺអញ្ចឹងអានេះគឺជាការ assign IP យើងចូលមកចំណុចទៅគឺយើង assign IP ទៅលើ IU 1និង IU 2ហើយនេះគឺជា IP ដែលយើងបាន assign រវាង port មួយដែលយើងបាន connect ទៅកាន់ router ហើយនឹង switching switch ហើយច្រឡំ IU និង IU ឬក៏ IU ទៅកាន់ switch គឺ port ទាំងអស់ហ្នឹងគឺយើងបាន assign ទៅគឺវាជោគជ័យអានេះគឺជា router 4 គឺយើង assign IP ដែរគឺវាដំណើរការបានគឺជោគជ័យអញ្ចឹងយើងនិយាយចំណុចសំខាន់នៃ core board network គឺយើងធ្វើ OSPF configuration អញ្ចឹងសម្រាប់ OSPF យើងធ្វើ configuration ហ្នឹងយើងឲ្យ IU 1យើងធ្វើ OSPF ទៅកាន់ IU 2ហើយធ្វើ OSPF ទៅកាន់ router 1ហើយ router 1ធ្វើ OSPF មកកាន់ IU 1និង IU 2ហើយ IU 2គឺដំណើរការនៃការធ្វើ OSPF ដូចជាមួយនឹង IOU 1ដែរនៅក្នុង area 0ហ្នឹងនេះគឺជាការ configure OSPF របស់ IOU 2របស់ IOU 2នេះគឺជា result ដែលយើងបានធ្វើ SPF របស់ router 1ដែល router 1របស់យើងហ្នឹងគឺវា success នៅក្នុងការ assign port ហើយចឹងថាដែលវាដឹងវាស្គាល់ port ដែលយើងបាន assign IP OSPF នេះអញ្ចឹង1/1 គឺ1/1គឺយើងភ្ជាប់ OSPF 10.3.1.2/30អានេះគឺជា IP នៃ OSPF នេះចុច1នេះអញ្ចឹងនេះ port តមកទៀត3/3វាអញ្ចឹងយើងនិយាយខ្លីមកនៅពេលណាដែលយើងធ្វើ OSPF នៅលើ router 1អញ្ចឹងវានឹង show OSPF នៅលើ router វានឹង show OSPF នៅលើ IOU 1ដែល configuration ទៅកាន់ device ផ្សេងទៀតអញ្ចឹងអានេះគឺជា result ដែលយើងបានធ្វើ OSPF អានេះគឺយើង show neighbor configuration របស់ IOU 1ហើយនឹង IOU 2 IOU 1 IOU 2គឺជា IP neighbor របស់
នេះ IU1 hot របស់ IU1 នៅពេលដែលយើង config ឥឡូវខ្ញុំនិយាយតែពី IU1 ទេនៅពេលដែលយើងអឺចូល neighbor របស់វាអញ្ចឹងវានឹងបង្ហាញអឺមើល port របស់យើងនេះ1/3ឯណា1/IU1 តែវានឹងបង្ហាញ1/3គឺIP neighbor របស់វាគឺ3.3.3 ចឹងកន្លែងនេះ 3.3.3 ហើយ1/0 1/0 ក៏ connect មកកាន់ port IU2 ដែរអញ្ចឹងក៏ 3.3.3 ដែរហើយ IU1 ក៏ភ្ជាប់ទៅកាន់ router 1អញ្ចឹង router 1 neighbor របស់យើងគឺ1.1.1 អានោះគឺជា neighbor របស់យើងនៃ router គឺជា EBGP នៃការ configuration ការធ្វើ configuration ហើយនេះគឺជា comment មួយចំនួនដែលយើងត្រូវ configuration នៅលើ EBGP ខ្ញុំនិយាយហើយថា EBGP ហ្នឹងយើងធ្វើដើម្បី configuration ពី AS របស់ router 1 router 3 និង router 4ដើម្បីឲ្យវាស្គាល់ហើយ config ទៅកាន់ OSPF បន្ទាប់នៃ path របស់យើងអញ្ចឹងអានេះ router 3គឺយើងធ្វើ BGP ហើយយើងភ្ជាប់ទៅកាន់ port នេះ 1/2 ហើយនឹង 1/3 ហ្នឹងហើយនេះគឺសម្រាប់ R4 config ដូចគ្នាប៉ុន្តែយើងដូរ IP ដែរហើយនឹងដូរ router BGP អានេះថាបើយើង config router BGP អញ្ចឹងយើងសរថា BGP ឧទាហរណ៍ BGP 4 វាមាន AS របស់វាប៉ុណ្ណឹងប៉ុន្តែ link ខ្សែដែលវាភ្ជាប់ទៅហ្នឹង AS ប្រហែលចឹងណាអានោះជា link ដែលវាភ្ជាប់ទៅនេះគឺ AS 6500 AS 6500ឈប់នេះ AS 6500នេះអញ្ចឹងវា link មកភ្ជាប់កន្លែងនេះអញ្ចឹងខ្សែពីរដែលវា link ទៅគឺ link ទៅកាន់ AS 6500នេះគឺជា comment មួយចំនួននៅក្នុង FortiGate ហើយនេះ use IP គឺយើងប្រើប្រាស់ IP 192.1ហើយសម្រាប់ access ទៅកាន់ interface នេះគឺជា FortiGate configuration បន្ទាប់ពីយើងចូលទៅកាន់ interface ហើយនេះគឺជាបន្ទាប់ពីយើង edit policy របស់វាអញ្ចឹងនៅហ្នឹងគឺយើងមាន port 1 port 2យ៉ាងទៅ access VLAN port 1ហើយ output របស់យើងគឺ VLAN port 2ហើយយើង assign ចំនួនដែលយើង allow VLAN ផ្សេងហើយនេះគឺជា reason មួយចំនួនដែលសូបញ្ជាក់ថា core network របស់យើងហ្នឹងគឺអាច access ឡើងទៅកាន់ internet ហើយអាចប្រើប្រាស់នៅលើនឹងបានត្រឡប់មកវិញអានេះគឺយើងនិយាយអំពី verify task របស់យើងថា R1 របស់យើងអាច ping ទៅកាន់ 3.1.1 3.1.1 នៅកន្លែងដែរ 3.1.1 ហ្នឹងចាប់ 2.1.1 ចំ 13.13.1.1
បានន័យថាអាហ្នឹងគឺ router មួយហ្នឹង router មួយគឺយើង ping ឡើងទៅ port របស់ FortiGate គឺជោគជ័យហើយអានេះគឺយើង execute ping គឺយើង execute ping មកកាន់ all1 របស់យើងវិញគឺជោគជ័យគ្នាអានេះគឺជា result ដែលយើងបាន ping ទៅកាន់ IP មួយចំនួនដែលយើង verify នៅលើ port របស់យើងដែលយើងបាន assign គឺវាជោគជ័យបានន័យថាសម្រាប់ core network របស់យើងគឺដើរដូចគ្នាផងដែរអានេះគឺយើងថ្ងៃនេះគឺនិយាយទៅសុទ្ធតែជា result ដែលយើងភ្ជាប់ទៅកាន់ link ខ្សែរបស់យើងដំណខ្សែរបស់យើងនេះទៅកាន់ port មួយហ្នឹងដែលយើងបាន assign IP ឲ្យស្រាប់អញ្ចឹងគ្រប់ result ទាំងអស់គឺវាបានបង្ហាញថាការ config របស់យើងទាំងប្រមាណហ្នឹងគឺជោគជ័យហើយវាអាច access ឡើង internet អីបានអញ្ចឹងសម្រាប់ core network របស់យើងក៏ចឹងក៏មានតែប៉ុណ្្នឹងដែរ